បាទជំរាបសួរបងប្អូនអរគ្នាសាជាថ្មីម្ដងទៀតអរគុណព្រះអង្គថ្ងៃនេះយើងនឹងបន្តថ្នាក់ពិសោធន៍របស់យើងជាមួយគ្នាបាទtrongថ្ងៃនេះយើងចូលដល់ unit 3បាទ style and fashion បាទមានន័យថាយើងនិយាយអំពីការរៀបចំខ្លួនការស្លៀកពាក់ការតុបតែងខ្លួនបាទរបៀបនៃការរៀបចំតុបតែងខ្លួនរបស់យើងម្នាក់តើយើងគួរស្លៀកពាក់ឬក៏រៀបចំតុបតែងខ្លួនបែបណាឲ្យស្អាតទៅតាមរូបរាងរបស់យើងដែរអូខេ lesson 8យើងរៀនអំពី fashion and trends បាទមានន័យថារបៀបរៀបចំខ្លួនដែលពេញនិយម trends បាទពេញនិយមទាន់សម័យបាទតោះអញ្ចឹងថ្ងៃនេះលោកគ្រូនឹងមាន vocabulary បាទមួយចំនួនដែរដើម្បីយកមកបង្ហាញបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពី vocabulary fashion statement មានន័យថា clear ដែលនិយាយតើតើជាមួយ fashion ការរៀបចំតុបតែងខ្លួនតែការស្លៀកពាក់ fashion ហ្នឹងយើងនិយាយតើតើជាមួយនឹងទាំងការស្លៀកពាក់ទាំងការមានន័យថាទាំងសម្លៀកបំពាក់ទាំងស្បែកជើងទាំងសក់ទាំងគ្រឿងអលង្ការចូលគ្នាទាំងអស់ដែលយើងហៅថា fashion ហ្នឹងយើងត្រូវចំណាំពាក្យហ្នឹងដែរថា fashion សំដៅទៅលើគ្រឿងដែលយើងយកមកប្រើដើម្បីតុបតែងខ្លួនប្រាណរបស់យើងដែរណាអូខេអញ្ចឹងfashion statement របស់យើងថ្ងៃនេះបាទយើងនឹងរៀនតែ6ពាក្យទេដែលនឹងដកស្រង់ចេញពី shoes clothing eyewear hair styles and jewelry បាទចឹងមានតើតើជាមួយស្បែកជើងសម្លៀកបំពាក់របស់ដែលគេប្រើពាក់នៅភ្នែកយើងដូចជា lens contact lens អីចឹងទៅបាទមាន hair styles បាទគឺ mode សក់ហើយនឹង jewelry មានន័យថាគ្រឿងអលង្ការដែលយើងប្រើប្រាស់អញ្ចឹងមុនពេលយើងចាប់ដើមពាក្យកលឹងរបស់យើងហ្នឹង vocabulary របស់យើងយល់អំពីអត្ថន័យបាទហើយនឹងការបង្កើតបញ្ចូលជាឧទាហរណ៍ជាមួយលោកគ្រូយើងចាំបាច់ត្រូវចេះអានសិនដើម្បីឲ្យយើងអាចមានន័យថាយើងនឹងប្រើប្រាស់ពាក្យនឹងបានត្រឹមត្រូវដោយការអានជាមុនសិនយើងអានបញ្ចេញសម្លេងជាមុនសិនតើពាក្យទាំង8ហ្នឹងគេបញ្ចេញសម្លេងបែបណានៅក្នុងភាសាអង់គ្លេសហ្នឹងពីព្រោះយើងដឹងថាព្រះអង្គបានបង្កើតអ្វីៗនៅលើពិភពលោកដោយប្រើប្រាស់សម្លេងរបស់ទ្រង់ជាដំបូងព្រះអង្គថាចូលឲ្យមានពន្លឺនោះក៏ពន្លឺបង្កើតមាននៅទីកំណត់នឹងមែនព្រះអង្គថាចូលញែកទឹកហើយដីផុសឡើងនោះក៏មានតាមអ្វីដែលព្រះបន្ទូលព្រះអង្គបាននិយាយមកបាទអញ្ចឹងការអានការបញ្ចេញសម្លេងនេះគឺពិតជាសំខាន់មែនដូចជាគំរូរបស់ព្រះអង្គនៃការបង្កើតពិភពលោកពិភពផែនដីយើងចឹងដែរអូខេអញ្ចឹងបញ្ជាក់ថ្ងៃនេះយើងនឹងរៀនតែ6ពាក្យទេប៉ុន្តែយើងនឹង listening ទាំង8ពាក្យហើយ6ពាក្យនោះខ្ញុំនឹងសង្កត់ធ្ងន់ទៅលើអត្ថន័យហើយនឹងរបៀបអាននៅក្នុងមានន័យថាការអានការបញ្ចេញសម្លេងហ្នឹងតើគេអានបែបណាពាក្យទាំង6ហ្នឹងហើយវាមានអត្ថន័យបែបណាជាភាសាខ្មែរឬក៏តើមានន័យថាវាបកប្រែបែបណាជាភាសាខ្មែរហើយក្នុងភាសាអង់គ្លេសហ្នឹងវាមានអត្ថន័យបែបណាដើម្បីឲ្យងាយយល់ពាក្យនីមួយៗហ្នឹងតោះអញ្ចឹងយើងនឹងចាប់ដើម listening ទាំងអស់គ្នាណា Unit 3 Okay Unit 3 Style and Fashion Lesson A Fashion Trends Page 24 Exercise 1 Vocabulary Fashion statements. Shoes. High heels. Sandals. Clothing. A leather jacket. Uniform. Eyewear. Contact lenses. Glasses. Hairstyles. Dyed hair. Ponytail. Jewelry. A bracelet. Earrings. អូខេចឹងយើងបានអានជាមួយគ្នាហើយ shoes មានដូចជា high heels sandals បាទ clothing មានដូចជា leather jacket uniform ហើយ eyewear មានដូចជា contact lenses glasses high styles មានដូចជា dyed hair and a ponytail ហើយ jewelry មានដូចជា bracelet ហើយនិង earrings បាទអញ្ចឹងពាក្យ6ដែលខ្ញុំនឹងដកចេញពីទាំង8ពាក្យនេះមានពាក្យខ្លះយើងនឹងចាប់ដើមទៅជាមួយគ្នាហើយតើវាមានអត្ថន័យហើយបកជាភាសាខ្មែរបែបណាហើយតើបាទរូបភាពនឹងបង្ហាញយើងដូចគ្នាដែរអូខេលោកគ្រូមានរូបភាពបង្ហាញបងប្អូនដែរតោះអញ្ចឹងពាក្យទី1បាទ high heels អញ្ចឹង high heels មិញគឺមកពីក្រុមអីដែរស្បែកជើងសម្លៀកបំពាក់មានន័យ shoes clothing ឬក៏eyewear ឬក៏អីគេទេ
jewelry តើវាមកពីក្រុមមួយណាទាំង4ហ្នឹងបាទអញ្ចឹងយើងដឹងហើយ high heels បាទផ្នែកពីជា noun មានន័យថា shoes with tall heels worn especially by women អញ្ចឹងគេថា high heel វាជាស្បែកជើងបាទដែលមានកែងខ្ពស់ហើយត្រូវបានពាក់បើ worn ហ្នឹងមកពីពាក្យ wear worn បាទជា verb 3បាទបានពាក់ជាពិសេសដោយស្ត្រីមានន័យថាវាត្រូវបានពាក់ប្រើជាទូទៅគឺស្ត្រីទេដែលពាក់វានឹងពាក់ស្បែកជើងអញ្ចឹងបើខ្មែរយើងនិយាយថាស្បែកជើងកែងចោតស្បែកជើងខ្ពស់របស់ស្ត្រីហ្នឹងបាទនេះដូចរូបភាពអញ្ចឹងយើងឃើញនេះស្បែកជើងកែងអញ្ចឹងបរិសុទ្ធជាទូទៅបរិសុទ្ធអត់ពាក់ស្បែកជើងកែងនេះទេមានតែស្ត្រីនេះទេបាទអញ្ចឹងយើងមើល example my wife wear the high heels to her friends wedding បាទអញ្ចឹងប្រពន្ធរបស់ខ្ញុំបានពាក់នេះជា past of wear បាទបានពាក់ស្បែកជើងកែងទៅកម្មវិធីមង្គលការរបស់មិត្តនេះបាទអញ្ចឹងជាស្គាល់ទី1គឺ high heels ស្បែកជើងកែងណាទី2 sandals អញ្ចឹងពាក្យនៅក្នុង shoes យើងយកមកប្រើទាំងពីរថ្ងៃនេះយើងរៀនទាំងពីរទាំង high heels ហើយនិង sandals អញ្ចឹងថ្នាក់ពីជា noun ដូចគ្នាដោយសារតែវាជា thing វាជាវត្ថុណាថ្នាក់ពីជា noun ដូចគ្នា a shoe with a bottom part that is held in place with screens around the foot and sometimes the ankle បាទអញ្ចឹងបើយើងនិយាយថាអត្ថន័យក្នុងភាសាអង់គ្លេសគេប្រាប់យើងថាវាជាស្បែកជើងមួយដែលត្រូវបានបាតរបស់វាហ្នឹងត្រូវចងជាប់បាទនៅជុំវិញបាតជើងមានន័យថាចងជាប់ឬក៏ភ្ជាប់គ្នាពេញជាមួយនឹងបាតជើងហ្នឹងហើយវាអោបជាមួយជើងយើងឬក៏ពេលខ្លះវាក៏ពាត់ជុំវិញជាមួយនឹងកែងជើង ankle ហ្នឹងកែងជើងអញ្ចឹងយើងមើលនេះដូចជាស្បែកជើងនេះហៅថា sandal ហើយយើងឃើញនេះអាខ្សែខ្មៅនេះវាពាត់នេះអាហ្នឹងគេហៅថាបាទ screen around the foot មានន័យថាពាត់ជុំវិញខ្សែនេះពាត់ screen ហ្នឹងដូចខ្សែវាមានន័យថាខ្សែនេះពាត់ជុំវិញជើងរបស់យើងហើយស្បែកជើងនេះពាត់ជុំវិញជើងហ្នឹងវាមានទាំងពាត់ជុំវិញគេ ankle នេះបាទពាត់ជុំវិញនឹងដែរហើយនេះក៏ជា sandal ដែរបាទហើយទាំងអស់នេះក៏ជា sandal ដូចគ្នាបាទជុំវាមានរបៀបផ្សេងគ្នាហើយបើយើងបកជាខ្មែរចំហ្មងពិបាកបកមែនទែន sandals បាទប៉ុន្តែយើងត្រូវចាំថា sandal ជាស្បែកជើងម្យ៉ាងដែលគេប្រើវាសម្រាប់មានន័យថាគេប្រើវាដើម្បីពាក់ជាទូទៅប្រចាំថ្ងៃអត់សម្រាប់ដើរលេងធម្មតាអត់លក្ខណៈថា professional ចូលរួមកម្មវិធីអីទៅពាក់ sandal អត់បានទេណាបាទអញ្ចឹង sandal ហើយអ្នកខ្លះច្រឡំថាគេ flip flop វាជា sandal flip flop ហ្នឹងក៏ជាប្រភេទ sandal ហើយគេ sandal flip flop មានន័យស្បែកជើងចពីមអញ្ចឹង sandal ហើយ flip flop វាខុសគ្នាត្រង់ថា flip flop គេប្រើបានវាជាស្បែកជើងដែលគេសង្កត់ខ្លួនថាវាជាស្បែកជើងចពីមមានន័យថាខ្សែរបស់វាហ្នឹងstraps របស់វាហ្នឹងគឺជាប្រភេទអក្សរ Y ដូចស្បែកជើងនេះគេហៅថា flip flops ប៉ុន្តែវាស្ថិតនៅក្នុង types of sandal ទេវាជាប្រភេទនៃស្បែកជើង sandal មួយទេបាទស្បែកជើងដែលយើងពាក់ទូទៅជាធម្មតាប្រចាំថ្ងៃនៅផ្ទះរបស់យើងណាអត់ទៅចូលរួមកម្មវិធីអីយ៉ាងហ្នឹងគឺ sandal ហ្នឹងឯងអញ្ចឹង sandal មានន័យថាវាមាន flip flop នៅក្នុងហ្នឹងវាមាន hiking sandal នៅក្នុងហ្នឹងដែរវាមានច្រើនមែនទេបាទមានទាំងសូកមានទាំងកង្វាត់កែងមានទាំងស្បែកជើងជាពីមធម្មតាបែបនេះនឹងហើយគឺ sandal អូខេបាទតោះយើងមើលឧទាហរណ៍ example I bought sandals for my friend ខ្ញុំបានទិញវាជា pass of buy បាទជា verb to of buy មានខ្ញុំបានទិញអាស្បែកជើង sandal ហ្នឹងពពុះស្បែកជើងអស់នេះដូចយើងឃើញសូកឬក៏ចពីមឬក៏កង្វាត់កែងហ្នឹងបាទឲ្យមិត្តរបស់ខ្ញុំអូខេ verb number 3 a leather jacket បាទចុះ a leather jacket ថ្នាក់ពីជា noun ដូចគ្នាវាជានាមបាទ a short coat that people usually wear over their other clothes. It's made from the skin of animals. បាទអញ្ចឹងថា leather jacket ហ្នឹងគឺជាគេគឺជា you know coat គឺអាវក្រៅបាទ
អាវក្រៅ short coat មានន័យថាអាវវាជាប្រភេទអាវក្រៅមួយដែរប៉ុន្តែវាមានលក្ខណៈខ្លីយេវាអត់វែងអាវក្រៅខ្លះវែងអាវហ្នឹងពីច្រើនវាត្រឹមleather jacket ហ្នឹងពីច្រើនវាត្រឹមតែចង្កេះទេត្រឹមចង្កេះយើងទេតែបើអាវយើងទូទៅវាអាចហៀដល់គូតយើងឬក៏ពាក់កណ្ដាលផ្លូវយើងហៀមកដល់ពាក់កណ្ដាលផ្លូវដែរអាហ្នឹងជាអាវក្រៅយើងទូទៅ coat ទូទៅប៉ុន្តែ short coat ហ្នឹងវាពពុះអា leather jacket ហ្នឹងវា short coat ចេះវាត្រឹមចង្កេះយើងទេណាបាទហើយវាត្រូវបានគេពាក់ជាមួយនឹងមានន័យថាគ្របពីលើ over គ្របពីលើអាវមួយផ្សេងទៀតដែលនៅខាងក្នុងណាគេច្រើនពាក់បែបហ្នឹង it's made មានន័យថាវាធ្វើឡើងអំពី skin of animals មានន័យថាធ្វើឡើងអំពីស្បែកសត្វអញ្ចឹង leather jacket បើយើងប្រែជាខ្មែរហ្នឹងគឺអាវក្រៅស្បែកអាវក្រៅស្បែកពពុះអាវស្បែកទេអាវខាងក្រៅគេពាក់ខាងក្រៅណា leather jacket ហ្នឹងគេអត់ដែរទៅពាក់ខាងក្នុងទៅពាក់អាវមួយទៀតអត់ទេវាពាក់អាវមានន័យថាយើងពាក់អាវឧទាហរណ៍ដូច T-shirt មួយខាងក្នុងទៅហើយយើងពាក់ leather jacket ពីក្រៅមកហ្នឹងហៅថា leather jacket ដែរអាវក្រៅស្បែកណាអូខេ sample my friend used to buy a leather jacket អញ្ចឹងមិត្តរបស់ខ្ញុំធ្លាប់បាន used to មានន័យថានិយាយពីសកម្មភាពឬអីមួយដែលយើងធ្លាប់បានធ្វើកាលពីអតីតកាលហើយបច្ចុប្បន្នយើងបានធ្វើទៀតទេបាទអញ្ចឹងមិត្តរបស់ខ្ញុំធ្លាប់បានទិញបាទអាវក្រៅស្បែកមួយអញ្ចឹងអាវក្រៅស្បែកពពុះស្បែកគឺមានខ្លីមែនទេបាទអញ្ចឹងហើយស្បែកក៏យើងអាចប្រើបានច្រើនមែនទេដែរបាទអញ្ចឹងយើងឃើញហើយព្រះអង្គបង្កើតសត្វមកឬ animal យើងអាចយកវាមកធ្វើជាអាវអាស្បែកនេះអាចយកទៅធ្វើជាកាបូបឬក៏សម្ភារៈផ្សេងបានច្រើនមែនទេអញ្ចឹងយើងឃើញគ្រាន់តែយើងនិយាយពីអាវយើងឃើញអំពីលក្ខណៈដែលភាពអស្ចារ្យដែលព្រះអង្គបានបង្កើតអីមកលើផែនដីនេះអូខេពីបន្ទាប់ contact lenses បាទ contact lenses ថាពីជា noun are thin lenses placed directly on the surface of the eyes បាទអញ្ចឹងថាពីជានាមមានន័យថាវាគឺជាកញ្ចក់ដ៏ស្ដើងឬក៏កែវស្ដើងណាបាទដែលគេដាក់ដោយផ្ទាល់នៅលើភ្នែកមានន័យថាលើភ្នែករបស់យើង surface of the eyes ហ្នឹងនៅលើភ្នែករបស់យើងហ្នឹងបាទអញ្ចឹងបើស្ត្រីពីច្រើនគឺគាត់ស្គាល់ហើយអា contact lens ហ្នឹងគឺ contact lenses ហ្នឹងគេដាក់នៅចំកែវភ្នែកគេបើកភ្នែកអញ្ចឹងទៅហើយគេយកវាមកដាក់ហើយវាស្ដើងមែនទេហើយបច្ចុប្បន្នហ្នឹងអា contact lens ហ្នឹងវាមានសម្រាប់អ្នកមញោមទៀតគេអត់បាច់កាត់វ៉ែនតាគេប្រើអាហ្នឹងដើម្បីជំនួយក្នុងការមើលបើគេអត់ប្រើវ៉ែនតាក៏បានដែរអញ្ចឹងបច្ចេកវិទ្យាឥឡូវពិតជាជួយលឿនមែនទេណាបាទអញ្ចឹងគឺថា contact lens ប្រើទៅអីទីមួយដើម្បីឲ្យយើងស្រួលមើលបើសិនបើយើងមញោមអាហ្នឹងគេមានអា contact lens ហ្នឹងដែលប្រើសម្រាប់អ្នកមញោមមួយទៀត contact lens ហ្នឹងគេប្រើគ្រាន់តែចង់ដូរអាពណ៌ប្រស័យភ្នែកយើងនេះដើម្បីឲ្យវាមើលទៅកាន់តែស្អាតបាទមានពណ៌លេចកាន់តែស្អាតអីចឹងតែពិច្រើនណាអូខេដូចរូបភាពរបស់យើងអញ្ចឹងឃើញទេវាទូចហើយស្ដើងមែនតើគេយកវាមកដាក់ចំប្រស័យភ្នែករបស់យើងនេះណាបាទឧទាហរណ៍ example she used to wear contact lenses អញ្ចឹងនាងធ្លាប់បានដាក់ contact lens បាទនាងធ្លាប់បានដាក់អាកែវដាក់ចូលភ្នែកហ្នឹងណាអាកែវភ្នែកហ្នឹងអញ្ចឹង contact lenses ហ្នឹងពិបាកបកចំជាខ្មែរណាថាអីទៀតកែវដាក់ភ្នែកអាហ្នឹងវាដូច plastic ចឹងវាស្ដើងមែនទេហើយស្រាលហើយដាក់ចូលភ្នែកទៅយើងមើលអត់បានណាអូខេអញ្ចឹង contact lens ហ្នឹងគឺជាកែវស្ដើងស្រាលដែលប្រើសម្រាប់ដាក់ភ្នែកណាតោះមួយទៀតគឺ ponytail you know pony គឺសេះបាទប្រែទៅខ្មែរសេះ ponytail និយាយទៅបាទ now a hairstyle where hair is gathered and secure at the back of the head hanging down like a tail កន្ទុយ ponytail កន្ទុយសេះមែនទេអញ្ចឹងថាគឺជាប្រភេទstyle សក់មួយដែលមានន័យថាវាសក់ទាំងអស់ហ្នឹងគេបាន gathered វាមានន័យថាគេបានប្រមូលវាហើយដាក់វាមកក្រោយដូចរូបភាពអញ្ចឹងគឺមានន័យថាគេប្រមូលដុំវាអញ្ចឹងមកហើយដាក់វាមកក្រោយណាដាក់វាមកក្រោយហើយគេចងវាឲ្យដូចជាកន្ទុយសេះនេះឯងយើងស្គាល់បងប្អូនធ្លាប់ឃើញសេះស្គាល់កន្ទុយសេះហើយកន្ទុយសេះគឺមានលក្ខណៈបែបនេះដូចស្អាតសក់របស់នេះអាហ្នឹងគេហៅថា ponytail បាទ ponytail គឺសក់កន្ទុយសេះអញ្ចឹង ponytail ហ្នឹងគឺម៉ូតសក់កន្ទុយសេះវាជា fashion មួយបាទដែលគេពេញនិយមខ្លាំងមែនទែនណាបាទពិសេសស្រីៗដែលគាត់មានសក់វែងល្មមគាត់ចង់អញ្ចឹងគឺស្អាតមែនទែន
Okay example she usually wears her hair pulled back in a ponytail ចឹងនាងតែងតែអីគេនាងតែងតែទាញសក់ភូនទាញសក់របស់នាងបាទត្រឡប់មកក្រោយជាកន្ទុយសេះបាទចឹងគឺរូបភាពនេះអូខេទៅទៀតបាទពេលនេះយើងហៅថា bracelet ព្រោះយើងបានស្ដាប់ track រួចហើយបាទ bracelet បាទថ្នាក់ពីជា noun a piece of jewelry that is worn around the wrist or arm បាទអញ្ចឹងគេថា bracelet ហ្នឹងវាជាចំណែកនៃឬក៏ចំណែកនៃគ្រឿងអលង្ការ jewelry ដែលគេអីគេត្រូវបានគេពាក់វា worn មកពីពាក្យ wear ហ្នឹងបាទ worn មកពី wear ជុំវិញកដៃ wrist កដៃឬក៏ដៃអញ្ចឹងអ្នកខ្លះក៏ពាក់នៅដៃទៅខ្លះក៏ពាក់នៅនេះខ្លះក៏ពាក់នៅនេះបាទផែនបងប្អូននេះធ្លាប់ឃើញហើយបាទរបៀបពាក់របស់គេផ្សេងៗតែគេពាក់នៅដៃអញ្ចឹងណាអូខេយើងមើលដោយរូបភាពនេះក៏ហៅថា bracelet ហើយនេះក៏ហៅថា bracelet បើខ្មែរយើងខ្សែដៃផងកងដៃផងណាបាទយើងបែងចែកគ្នាខ្សែដៃកងដៃបើអានេះវិញអានេះយើងចូលជាអីគេកងដៃយើងខ្មែរយើងប៉ុន្តែនៅក្នុងភាសាអង់គ្លេសគេដាក់ថា bracelet វាបានខ្សែដៃទៅផងដៃ For example he used to wear a bracelet he used to wear a bracelet អញ្ចឹងគាត់ធ្លាប់បានពាក់ខ្សែដៃមួយអូខេបាទអរគុណច្រើនចូលថ្ងៃនេះលោកគ្រូមានតែពាក្យចំនួន6ដើម្បីមកបង្ហាញបងប្អូនអរគ្នាហើយសង្ឃឹមថាបងប្អូនអរគ្នានឹងអាចយល់អំពីមេរៀននៅថ្ងៃនេះតកតងជាមួយនឹង fashion statements បាទ clear ដែលនិយាយអំពីបាទ fashion តកតងជាមួយការរៀបចំខ្លួនបាទរបស់របរដែលគេប្រើមកដើម្បីរៀបចំខ្លួនតុបតែងខ្លួនបាទ styling ខ្លួនរបស់យើងបាទអញ្ចឹងតើយើងប្រើប្រាស់សម្ភារៈមួយណាទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនរបស់គ្នាដែរអរគុណច្រើនហើយសង្ឃឹមថាព្រះអង្គនឹងប្រទានពរឲ្យបងប្អូនទាំងគ្នាទទួលបានចំណេះដឹងបន្ថែមទៀតអំពីមេរៀននេះថ្ងៃនេះសូមព្រះប្រទានពរសូមអរគុណ